ប្រធានបទយើងថ្ងៃនេះគឺក្រទេតែធ្វើចរិតដូចអ្នកមានយូរហើយទំនិញឡើងថ្លៃឬអតិផរណាជារឿងមួយតែ lifestyle inflation គឺជារឿងមួយសំខាន់ផ្សេងទៀតតើអ្វីជា lifestyle inflation គឺជាការផ្លាស់ប្ដូររបៀបដែលអ្នករស់នៅពេលដែលអ្នកមានចំណូលច្រើនជាងមុនមានមនុស្សច្រើនណាស់ដែលប្រាំងធ្វើបែបនេះព្រោះមិនយល់ដើម្បីមានយល់យើងមកស្វែងយល់ទាំងអស់គ្នា1នៅពេលអ្នកមានចំណូលឬប្រាក់ខែខ្ពស់ជាងមុនកាហ្វេក៏អ្នកផឹកថ្លៃជាងមុនដែរកាហ្វេថោកផឹកមិនឆ្ងាញ់ទៀតទេ2នៅពេលអ្នកមានចំណូលឬប្រាក់ខែខ្ពស់ជាងមុនអ្នកប្រើទូរស័ព្ទថ្លៃជាងមុនទូរស័ព្ទចាស់ចេះតែខូចយឺត3នៅពេលអ្នកមានចំណូលឬប្រាក់ខែខ្ពស់ជាងមុនអ្នកហូបអាហារនិងទិញរបស់ប្រើប្រាស់ក៏ថ្លៃជាងមុនដែរហាងល្មមមិនចូលទេខ្លាចខូចសុខភាព4នៅពេលអ្នកមានចំណូលឬប្រាក់ខែខ្ពស់ជាងមុនអ្នកទិញឡានថ្លៃជាងមុនទិញថែមទាំងគ្មានតម្រូវការពិតប្រាកដមួយគ្រួសារឡានមួយជីបានតែទិញពីរថែមទៀត5នៅពេលអ្នកមានចំណូលឬប្រាក់ខែខ្ពស់ជាងមុនអ្នករស់នៅផ្ទះថ្លៃជាងមុនអ្នករកផ្លូវចំណាយច្រើនជាងមុនដែរទម្លាក់ទីតាំងក៏ច្រើនជាងមុន6នៅពេលអ្នកមានចំណូលឬប្រាក់ខែខ្ពស់ជាងមុនអ្នកមិនអាចហាត់ប្រាណមិនអស់លុយទេអ្នកជួលគ្រូបង្វឹកប្រចាំខែរត់តាមបុរីមិនកើតទៀតទេ7នៅពេលអ្នកមានចំណូលឬប្រាក់ខែខ្ពស់ជាងមុនអ្នកដោរលេងច្រើនជាងមុនចាយលុយផ្ដេកផ្ដាក់ច្រើនជាងមុនទៀតដូចនេះ lifestyle inflation នេះជាបញ្ហានៃការចាត់ចែងហិរញ្ញវត្ថុទោះជាអ្នកមានចំណូលច្រើនយ៉ាងណាក៏អ្នកមិនអាចសល់លុយដែរព្រោះអ្នកការចំណាយរហូតបើអ្នកចំណាយ$1,000នៅក្នុងមួយខែនៅពេលដែលអ្នកមានចំណូល$2,000ហើយនៅពេលដែលអ្នកមានចំណូល$3,500អ្នកមិនមែនចាយ$1,000ទៀតទេអ្នកចាយ$2,500នៅក្នុងមួយខែដូច្នេះអ្នកមិនបានការចំណូលទេមានតែខាតការទម្លាប់មិនល្អចូលជីវិតទៀត